សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីពិធីឆុងរសជាតិទឹកដោះគោសម្រាប់ធ្វើច្រកដាក់ដបដែលមានរសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើទៀតបងប្អូនដូច្នេះគ្រឿងផ្សំរបស់យើងមានដូចជាម្សៅទឹកដោះគោម៉ាក់នេះបងប្អូនដែលគេដាក់លើកញ្ចប់នឹងថាជា fresh meal flavor បានន័យថារសជាតិទឹកដោះគោស្រស់ម្សៅទឹកដោះគោនេះបងប្អូនហើយមួយកញ្ចប់នេះដែរគឺមានទម្ងន់900ក្រាមចំពោះម្សៅទឹកដោះគោស្រស់នេះដែរគឺក្នុងនោះអត់មានជាតិស្ករទេបងប្អូនគ្រឿងផ្សំគេគឺអត់មានជាតិស្ករទេកន្លែងជាតិស្ករគឺគេដាក់0ក្រាម0%បងប្អូនដូច្នេះឥឡូវនេះយើងក៏មកចាប់ផ្ដើមដាំទឹករបស់យើងចំណុះ4លីត្រដែលយើងវាស់ទឹក4លីត្រហើយយើងដាំទឹកនឹងឲ្យពុះរួចហើយយើងក៏មកថ្លឹងម្សៅទឹកដោះគោរបស់យើងដែលគ្រឿងផ្សំមានតែប្រភេទម្សៅទឹកដោះគោស្រស់មួយមុខនឹងឯងបងមនុយនេះបងប្អូនឥឡូវនេះយើងដាក់ចានចុចដកទម្ងន់ចានចេញហើយយើងថ្លឹងម្សៅទឹកដោះគោស្រស់របស់យើងនឹងចំនួន450ក្រាមដែលវាស្មើនឹង4ខាំកន្លះបន្ទាប់មកទៀតយើងក៏ប្រើជាមួយទឹកដោះគោខាប់ចំនួន450មីលីលីត្រសម្រាប់ទឹក4លីត្របន្តមកទៀតយើងក៏ប្រើជាមួយនឹងទឹកដោះគោស្រស់កណាស់ម៉ាក់ណាក៏បានដែរបងប្អូនចំនួន250មីលីលីត្រយើងចាក់វ៉ាត់ដល់លេខ250ចឹងមកហើយបន្ថែមជាមួយនឹងដោះគោ Carnation រាវនេះចំនួន150មីលីលីត្រទៀតមកជាការស្រេចហើយបន្ទាប់ពីទឹករបស់យើងពុះយើងក៏ចាក់ម្សៅដោះគោស្រស់របស់យើងចូលរួចហើយយើងក៏កូរចូលគ្នាជាមួយទឹកក្តៅនឹងឲ្យវារលាយល្អបន្តមកទៀតយើងក៏ចាក់ទឹកដោះគោខាប់របស់យើងចូលទៅចំពោះទឹកដោះគោខាប់ជាតិផ្អែមអាចបន្ថែមបន្ថយបានតាមចំណូលចិត្តរៀងៗខ្លួនណាបងប្អូនបន្តមកទៀតជាចុងក្រោយយើងក៏ចាក់ដោះគោស្រស់ចូលជាការស្រេចយើងក៏រងចាំឲ្យទឹករបស់យើងនឹងត្រជាក់សិនចាំយើងយកមកច្រកដាក់ដបតូចៗខណៈពេលដែលយើងរងចាំយើងក៏មកដួសឆៅគួយឆ្អិនរបស់យើងចាក់ចូលទៅក្នុងដបតែដោយសារមុននឹងភ្លេចចុចថតពេលដែលហែកមកថងឆៅគួយហ្នឹងដូច្នេះនេះគឺជាប្រភេទឆៅគួយឆ្អិនរសជាតិទឹកឃ្មុំចំពោះម៉នុយទឹកដោះគោស្រស់នេះគឺដាក់ទៅត្រូវគ្នាជាមួយប្រភេទឆៅគួយនឹងហ្មងបងប្អូនប៉ុន្តែបើសិនជាចង់ដាក់ប្រភេទគុជឆ្អិនជ្រួយដូងជ្រួយត្នោតក៏បានដែរសាច់ចិត្តបងប្អូនទេចំពោះឆៅគួយវិញគឺយើងកាត់ម៉ត់មកញ៉ាំបានបណ្ដោយតែបើសិនអ្នកទាំងអស់គ្នាចង់កូរខ្លួនឯងក៏បានដែរទិញម្សៅឆៅគួយយកទៅកូរខ្លួនឯងគឺបានច្រើនជាងចំណេញជាងអញ្ចឹងណាបន្ទាប់ពីយើងដុសឆៅគួយដាក់ចូលក្នុងដបមួយរួចហើយឥឡូវនេះយើងក៏មកចាប់ផ្ដើមចាក់ទឹកតែរបស់យើងចូលទៅក្នុងដបតូចៗហ្នឹងដោយដបដែលនឹងខ្ញុំប្រើថ្ងៃនេះគឺដបចំណុះ180មីលីលីត្រណាបងប្អូនគឺតូចជាងវីដេអូមុនយើងក៏ចាក់ចូលពីម្ដបទៅម្ដបអញ្ចឹងទៅបញ្ជាក់បងប្អូនដែរថាចំពោះម៉នុយគ្រឿងផ្សំថ្ងៃនេះចំពោះម្សៅដោះគោស្រស់ដោះគោខាប់ដោះគោស្រស់អីហ្នឹងគឺយើងប្រើអស់ប្រហែលជា15000យើងចំណាយហើយនៅថ្លៃឆៅគួយឆ្អិននិងនៅថ្លៃដបទៀតបើសរុបទៅម៉នុយថ្ងៃនេះទឹក4លីត្រហ្នឹងគឺយើងចំណាយអស់ប្រហែល32000ចំពោះម៉នុយទឹក4លីត្រថ្ងៃនេះហ្នឹងចឹងបងប្អូនអាចលេខលោកគុណគូបានថាគូលក់មួយដបប៉ុន្មានចឹងណាបងប្អូនដូច្នេះដែរចំពោះទឹក4លីត្រហ្នឹងគឺយើងច្រកបានចំនួន32ដប32ដបយើងចំណាយប្រាក់អស់32000អញ្ចឹងបើគិតទៅមួយដបយើងចំណាយដើមអស់តែ1000ទេបងប្អូនចឹងថ្ងៃនេះគឺធ្វើបាន32ដបប៉ុន្តែរាប់ឃើញតែ30ទេដោយសារតែធ្វើកំពុងអស់2ដបហើយបងប្អូនអញ្ចឹងសរុបទៅទឹក4លីត្រធ្វើបាន32ដបតែដោយសារខ្ញុំធ្វើកំពុងអស់2ហើយអញ្ចឹងសល់តែ30ទេដូច្នេះសិនបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើលក់ឬក៏ធ្វើញ៉ាំខ្លួនឯងតាមផ្ទះអាចធ្វើតាមវីដេអូនេះបានខ្លះសេតិចក្នុងទូទឹកកកយកមកញ៉ាំគឺថារសជាតិធានាឆ្ងាញ់បងប្អូនអាចធ្វើបានណាជាចុងក្រោយបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំតែគុជអាចតាក់ទងបានខាង page ដែលខ្ញុំបានដាក់នេះសូមជួយចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា